ផ្លូវនៅវែងឆ្ងាយពីងពេញអ្នកម្ដាយធ្លាប់ទូមានគុំទុកចិត្តអ្នកក្រៅប្រឹងចាប់គោលដៅទៅមុខទៀតគុំចាំគេជួយយើងមិនខំឡើងទ្រឹងកូននឹងទៀតគ្មានអ្នកណាចេះស្រឹមកូនត្រូវដកខាត់ហើយខំឆ្លៀតម៉ែនៅចាំមើលកូនព្រមធ្វើទូកធ្វើក្បូនទូកូនធ្លាក់ដល់សូនមិនបោះបង់ចោលកូនចង់ឃើញកូនបានខ្ពស់កូនមានសាក់យុះដូចគេឯងបំណងប្រាថ្នាម៉ែចង់បានមុននឹងខ្លាយទៅជាផ្សែងមានអាហារឃើញកូនមុនគេមកបាយទឹកមិនដែរនឹងទៀនទេម៉ែហត់ហើយពីក្មេងមកដល់ចាំងគ្មានពីមថាសុខជីវិតបដកម្មនឹងជំងឺតូចធំក្នុងខ្លួនម្ដាយខ្ញុំជួយអ្វីមិនបានបានត្រឹមអង្គុយយំចង់មានគ្រួសារប្រាថ្នាឲ្យជួបជុំពុកចេញទៅឆ្ងាយម្ដាយមានទុកធំជីវិតលផលប៉ោះមិនចាត់ចែងហ៊ានលោតហ៊ានផ្លោះគឺមិនខ្លួនឯងស្វែងរកក្តីសុំមិនតាក់តែងមើលកូនក្រុមជ្រុងគឺមិនហួងហែងអម្ដាយខ្ញុំអើយលំបាដល់ណាសុំពីរំរឹងដោយបនដាសាខួបរឹងចង់ផ្ទុំដោយចាក់ទំលូឲ្យខ្សែសង្ខាមិនតែងតែមកខត់តែមកខាំងជ្រនាងឧបសគ្គមិនឲ្យដល់ផ្លូវខុសជីវិតកាត់ចាប់បង្កើតកូនឲ្យល្អមិនចង់មានស្នាមសាក់ឲ្យកូនមិនរៀនសូត្រមិនចង់ឃើញបលាក់អ្វីដែលម៉ែធ្វើគឺដើម្បីកូនហាខ្យល់ហាភ្លៀងគឺដើម្បីកូនគេស្ដីគេឌីលគឺដើម្បីកូនម៉ែធ្វើជាក្បូនឲ្យកូនបណ្ដោះត្រើយmyself on my way back home គ្មានអ្នកណាចាំជួទឹកភ្នែកតែម៉ែធ្លាប់ប្រាប់មកតែយើងកូនគូវាប្រាប់ថាហត់រាងកាយថាមិនបានការជួបរឿងរ៉ាវតិចតួចស្រែកហៅរកគ្រួសារតើធ្វើយ៉ាងណាទៅជីវិតនេះ fuck តែបន្លាលពេញផ្លូវគួរធ្វើយ៉ាងណាទៅមនុស្សជុំវិញខ្លួននិយាយគ្នាលែងត្រូវឲ្យកូនគួរធ្វើយ៉ាងណាទៅសំបីរាងកាយកូននឹងជាវិលែងទៅគួរធ្វើយ៉ាងម៉េចទៅឬត្រូវបោះចោលជីវិតដែលរស់នៅឲ្យកូនគួរធ្វើយ៉ាងម៉េចទៅកូនតល់កំណត់ហើយធ្វើឲ្យកូនលែងត្រូវពួកអាចោលមកសៀតត្បិតត្បៀតគៀបស៊ីរស់រាល់ថ្ងៃក្រោមតែសពុតញីបើអត់ពួកអញហែកបានអាណាលីការងារធ្ងន់ស្រាលក្រោមក្តៅក្រោមធូលីសូមឲ្យតម្លៃដល់ពួកខ្ញុំផងត្រុករាល់ថ្ងៃដើម្បីប្អូនបងបាច់ជីវិតអញមានកម្មចាំអញអ្នកសងតែជីវិតមានតែម្ដងគួរធ្វើយ៉ាងណាទៅមនុស្សជុំវិញខ្លួននិយាយគ្នាលែងត្រូវឲ្យកូនគួរធ្វើយ៉ាងណាទៅសំបីរាងកាយកូនមិនជាវិលែងទៅគួរធ្វើយ៉ាងម៉េចទៅឬត្រូវបោះចោលជីវិតដែលរស់នៅឲ្យកូនគួរធ្វើយ៉ាងម៉េចទៅកូនតល់កំណត់ហើយធ្វើឲ្យកូនលែងត្រូវ